សត្រាច្បាប់លបែងភក្ទី9តសូមញញោមពុទ្ធបរិស័ទទាំងអស់គ្នាសម្ដាប់ដូចតទៅនេះអោថាបើអវុសោប្រាថ្នារំលងព្រះពុទ្ធនោះហើយអញសូមប្រាថ្នាអើយបានបងធ្វើនៅទុកអ្នកនោះឲ្យលោដោយនៅអវាទានលវមានឲ្យបាននារាភើបងការនោះប្រកាសអ្នកទាំងពីរសឹងមានអំពីមានអំពើប្រកាយដោយឆ្នោហងសបនោះភាវតោចវិត្វាអបធោបពិនរីមាននោះសតកាលណាស្ថិតនៅជាអំឡុងទៅអស់អាយុអំពីមនុស្សលោកនេះទៅហើយស្មោះឆ្ពោះបានទៅកើតអីដល់ពោរនិមិត្តសួរប្រកាសត្រង់ព្រះនាមហៅក្រុងមារាធិរាជមានអំណាចជាអធិបតីអស់ទេវតានៅនាឆកាមាវជ្រៈសួរទេវលោកហងតសតិសោតតររីមាននោះសោតមានព្រះរាជបុត្រី3ព្រះអង្គទ្រង់នៅរួចឆោមនោះល្អឧត្តមសំនៅលក្ខណៈប្រសាមួយឈ្មោះនាងរាគាមួយឈ្មោះនាងអរតីមួយឈ្មោះនាងតណ្ហាអេកេកាយៈបញ្ចសតបអរិរោអហេសង្រីនាងមួយនោះសោតបរិវារ700ម្នាក់សោបណៈកាបាយកោរិមាននោះសោតមានអាយុនោះមួយកាប់នាការប្រពុតកណ្ដាលយើងបានត្រាស់មាឯងរមលមើលយល់ដើមពោមហាព្រឹកអធិកលេចឡើងអំពីប្រតិពីមានរំពឹងពិចារណាថាអោព្រះសុភសិទ្ធធាតុកុមារនោះហើយកើតជាកូនព្រះបតស្រីសុទ្ធតនៈមហារាជនោះកើតអាចស្វះលោលែងសម្បត្តិកាត់សង្សារត្រាចេញឡាងមហាភិនីសក្រមបន្ទុំព្រះបារមីនឹងបានត្រាស់ជាប្រពុតប្រាកដនឹងដើមព្រះស្រីមហាពោធិនោះហើយកាត់នឹងកន្លងលែងវិលវិស័យនៃអញជាមានីហងតពោធិរុក្ខថពេសិដោយឆ្នោគួរអញនឹងទៅរោទេវបុត្រឯណាមួយឲ្យចាំពិភានរក្សាព្រះស្រីមហាពោធិនោះហងទៅមានមង្គលប្រើទេវបុត្រមួយអំពលនៅបរិវារឲ្យចាំព្រះស្រីមហាពោនោះហើយបន្ទូផ្ដាំថាមនាលទេវបុត្រហើយចូលព្រះស្ដែងចុះទៅចាំដើមព្រះស្រីមហាពោនោះណាថាបើមានស្រមឯណាមួយដើរចូលមកកាន់ព្រះស្រីមហាពោនោះហើយឲ្យព្រះស្ដែងឯងយកដំបងវាកំចាត់ចេញអំពីដើមពោរុក្ខនោះហងអកន្តទេស្វាទេវបុត្រនោះស្ដាប់ព្រះបន្ទូលមេត្រាផ្ដាំហើយប្រើដោយឆ្នោះហើយក៏ថ្វាយបង្គំក្រាបលាហោះចុះមកប្រយោជន៍ដើម្បីនឹងមកចាំរក្សាដើមព្រះស្រីមហាពោនោះហើយក៏យល់ពោសត្វបុរសរុនវិសេសស្ដេចលីលាទៅគង់អីដលើរតនបល្ល័ង្កពេញលេចឡើងអំពីក្រឡាមហាប្រតិពីក្រមដើមពោព្រះស្រីមហាពោនោះទៀងសឹងតែពេញរត់មានកម្ពស់នោះ14ហត្ថខ្ចាត់លោកព្រះបីទេវបុត្រមើលទៅយល់ព្រះអង្គនៅក្រោមដើមព្រះស្រីមហាពោនោះល្អចម្លែកនឹងអស់ទេវតាមនុស្សផងទាំងឡាយដូច្នោះហើយស្រដីថាមហាស្របនេះហើយល្អអ្វីម្ល៉េះទេវបុត្រនោះថាដូច្នេះហើយក៏ពុំអាចដើមនឹងចូលទៅទេបានអន្លាយរំលមើលតែអំពីចម្ងាយតាំងទាំងច្រហោទាំងមើលគិតក្នុងចិត្តឯងថាអោអញនឹងត្រឡំទៅទូក្រុងមារាជឲ្យគិតបានជ្រាបវិញឯហរសៈអរោចេសិទេវបុត្រគិតនៅប្រការអំបាននោះហើយហោះផ្លោះឡើងទៅទូលមាវិញហងថាទេវអេក៏មហាសមត្តនោនេះសេតត្វាថាបបិទ្ធព្រះបាទរានាជននរិនភូមិមានព្រះអង្គប្រសើរក្រៃលែងទេវតាផងទាំងឡាយហើយឥឡូវនេះមានមហាស្រពឧត្តមល្អមួយអង្គមកអំពីឯណាអង្គុយលើរតនបល្ល័ង្កក្រោមព្រះស្រីមហាពោធិនោះតតោហរោអណ្ដាប់នោះមានស្ដាប់ពាក្យទេវបុត្រនោះហើយមានចិត្តនោះពុំស្រណុកមានមុខនោះក្រហមទុំអាក្រក់ដូច
ជានឹងស្រស់ស្រក់ឈាមចេញបន្ទូលដណ្ដឹងទៅទេវបុត្រនោះថាភោសមណោកតោរាតតោថាព្រះពុទ្ធនោះប្រកាសហងតតោបតាយឲ្យចាប់ផ្ដើមអំពីថ្ងៃនេះទៅព្រះស្រីមហាពោធិនេះនឹងកើតស្រីសួស្ដីអតិពលឹកមហិមាក្រៃពេកក៏ដូច្នោះតើអញនឹងធ្វើនៅអំពើម្ដេចក៏នឹងកំចាត់ចៅសិធាតកុមារអំពីរតនបល្ល័ង្កនោះឯសោតយោធិតរាំងមាកិតពិចារណាលើប្រកាយអំបាននោះហើយបន្ទូលហៅកូនទាំង3សោតមួយឈ្មោះនាងរាគាមួយសោតឈ្មោះនាងតណ្ហាមួយឈ្មោះនាងអតីនាងទាំង3នោះមកដល់ហើយបន្ទូលថាម្នានាងទាំង3ហើយកូនស្រីស្ងួនសម្លាញ់ឪពុកហើយកូនហើយឪពុកជាទុកមហិមាក្រៃពេកឥតអ្នកមួយឪពុកមិនគប្បីនឹងស្រដៃនឹងនាងជាកូនស្រីឡើយត្បិតតែចៅសុធាតកុមារក៏ត្រអាចចេញមកបួសនឹងត្រាស់ជាព្រះពុទ្ធហើយ